ជំរាបសួរប្រិយមិត្តជាទីមេត្រីជួបជាមួយខ្ញុំបាទអេវីមើលរឿងដែលយប់សម្រាប់ថ្ងៃនេះផងដែរខ្ញុំមិនដឹងថាតើគ្នាមកបន្តនៅរឿងកណ្ដាប់ដៃប្រាហាមេបន្តទៀតអញ្ចឹងជន់នៅថានៅក្នុងភាគនេះបងមើលបណ្ណានោះកុំភ្លេចតាមដានជាមួយនឹងអេដមីនទាំងអស់គ្នាអូខេអ្នកទាំងគ្នាមុនពេលដែលយើងចូលទៅទស្សនារឿងនេះខ្ញុំបាទអេមីនមើលរឿងដែលយប់ក៏សូមអ្នកទាំងគ្នាជួយធ្វើការ Subscribe មក Channel ខ្ញុំបានព្រមទាំងតែសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗមុនគេបងហើយក៏សូមអ្នកទាំងគ្នាចូលទៅចុច Like និង Share នៅក្នុង Facebook អេដមីនទាំងអស់គ្នាផងណាអូខេឥឡូវនេះយើងចូលមករឿងទាំងបន្តទៀតនៅក្នុងពេលនេះបន្ទាប់ពីស៊ីស៊ីងចាប់យកបាយខែរួចទៅហើយគេក៏បានព្យាយាមចង់សម្លាប់នាងចោលទៀតផងមើលទៅខួរក្បាលរបស់គាត់នេះដូចជាគ្រប់គ្រងសតិខ្លួនឯងមិនបាននោះទេនៅពេលដែលបាយខែព្យាយាមរត់ចេញមកគេក៏ប្រើវិជាសាចាប់នាងយកត្រឡប់មកវិញហើយច្របាច់កនាងម្ដងទៀតប៉ុន្តែរឿងនេះក៏ធ្វើឲ្យនាងបាត់បង់ស្មារតីទៀតផងរឿងក៏កាត់ចូលមកវូកាហើយនឹង CG វិញទូពររបស់យើងក៏បានសួរទៅលោកពូរបស់គាត់ថារយៈពេលប្រហែលឆ្នាំមកនេះហើយអ្វីបានជាលោកពូមិនព្រមចាកចេញពីទីនេះ CG ក៏ឆ្លើយតបវិញថាមកពីគាត់អស់ក្តីសង្ឃឹមពេលដឹងថាស្ដេចស៊ីងត្រូវបានស្លាប់ណាមួយបើទោះបីជាគាត់ចេញទៅខាងក្រៅក៏គ្មានន័យអ្វីនោះដែរវូកានក៏បាននិយាយបន្ថែមទៀតថាខ្ញុំដឹងថាបន្ទាប់ពីឪពុករបស់ខ្ញុំស្លាប់ទៅគ្រប់គ្នានៅក្រុងស៊ីងត្រូវក្លាយទៅជាទាសកររបស់គេទាំងអស់រួមទាំងខ្ញុំផងដែរហើយរយៈពេលប្រហែលឆ្នាំមកនេះខ្ញុំបានឆ្លងកាត់រឿងច្រើនខ្លាំងណាស់ហើយវាក៏បានលុតដំចិត្តនឹងកាយរបស់ខ្ញុំទៀតផងវាបានបង្រៀនឲ្យខ្ញុំមានភាពក្លាហានដូចជាឪពុករបស់ខ្ញុំចឹងវូកានក៏បាននិយាយឲ្យលោកពូស៊ឺយីរួមដៃជាមួយនឹងគាត់ទៅកម្ចាត់ដៃឡុងហើយនឹងចាក់ចេញពីទីនេះផងដែរគ្រាន់តែនិយាយបែបនេះស៊ឺយីក៏ប្រើវិជាសាស្ត្ររបស់គាត់បានដឹកជីបចរនៅក្នុងខ្លួនរបស់វូកានមិនត្រឹមតែប៉ុណ្្នឹងនោះទេគាត់ក៏បានបញ្ចូលនៅវិជាយុទ្ធសាស្ត្រដែលគាត់បានហាត់រៀនចូលទៅក្នុងខ្លួនរបស់តួប្រុសយើងតែទៀតផងដំបូងការបញ្ចូលយុទ្ធសាស្ត្ររបស់ស៊ឺយីក៏បានឡងមកវិញនៅកម្លាំងធម្មពលនៅក្នុងខ្លួនរបស់វូកានមើលទៅតួប្រុសរបស់យើងក៏មិនមែនជាមនុស្សធម្មតាដូចគ្នានេះប្រហែលជាធម្មពលដែលមានតាំងពីកំណើតរបស់គាត់មកផងដែលហេតុតែចង់យកឈ្នះហើយឡងដើម្បីជួយប្រជាជនឲ្យរួចផុតពីទេសករស៊ឺយីក៏បានបំបែកនៅសរសៃឃុំជីបចរនៅក្នុងខ្លួនរបស់វូកានរហូតធ្វើឲ្យគាត់នេះមានធម្មពលបើកចេញពីក្នុងខ្លួនរបស់គាត់តែម្ដងស៊ឺយីធម្មពលរបស់គាត់ពិតជាខ្លាំងពិតមែននេះបើសិនជាអ្នកធម្មតាមិនអាចបំបែកនៅសរសៃជីបចររបស់ទូប្រុសយើងបាននោះទេហើយទម្រាំតែអាចធ្វើបានក៏ធ្វើឲ្យវូកានដួលសន្លប់នៅក្នុងយប់នឹងតែម្ដងទៅចូលមកខាងប៉ៃខៃវិញនៅក្នុងពេលនេះនាងដូចជានៅក្នុងសុបិនរបស់ស៊ីស៊ីងអញ្ចឹងតួឯកសេរបស់យើងក៏បានមើលឃើញនៅមនុស្សពីរនាក់ដែលម្នាក់គឺជាស៊ីស៊ីងហើយម្នាក់ទៀតគឺជាគូស្នេហ៍របស់គេមើលទៅនារីម្នាក់នោះដូចជាពិការប្តីតែទៀតផងសេចក្តីស្រឡាញ់ចំពោះពួកគេនេះមានន័យខ្លាំងណាស់តែស៊ីស៊ីងគេដូចជាយ៉ាងម៉េចមិនដឹងនោះទេបានមួយសន្ទុះក៏សិតតែមានពលឺបយ៉ាងស្រូបយកប៉ៃខៃហើយនឹងគេហោះចូលបាត់ទៅរីឯវូកាបន្ទាប់ពីស៊ឺយីបានប្រាថ្នាមកពលបាននៅជីបចរនៅក្នុងខ្លួនរបស់គាត់ហើយពេលនេះគាត់ក៏បានដឹងខ្លួនមកវិញលោកពូស៊ឺយីក៏បាននិយាយប្រាប់ទូប្រុសយើងថានៅក្នុងខ្លួនរបស់ឯងមានវិជាធម្មពលដល់ទៅពីរចឹងឯងត្រូវធ្វើយ៉ាងណាគ្រប់គ្រងវាបានខ្ញុំគ្រាន់តែអាចបើកនៅជីបចរនៃសរសៃធម្មពលរបស់ឯងតែប៉ុណ្ណោះផ្សេងពីនឹងទៀតមានតែខ្លួនឯងផ្ទាល់នោះទេដែលអាចគ្រប់គ្រងវាបានរីឯធម្មពលដែលនៅក្នុងខ្លួនរបស់វូកានោះមួយគឺមានឈ្មោះថា Divine Power មួយទៀតគឺធម្មពលជីនឹងឯងធម្មពលទាំងពីរនេះបើសិនជាអ្នកគ្រប់គ្រងវាតាំងស្មារតីមិនបាននោះទេវានឹងធ្វើបាបឲ្យយើងវិញជាមិនខានស៊ឺយីក៏បាននៅវូកាព្យាយាមតាំងសមាធិដើម្បីគ្រប់គ្រងធម្មពលជីជាមុនសិនទើបសម្រាប់ចូលនៅគ្រប់គ្រងធម្មពល Divine Power បន្ទាប់ទៀតរឿងក៏វាយចូលមកស្រីសាឡានវិញនៅពេលនេះនាងបានមកដល់ទឹកដីនៃអាណាចក្រស្ដេចហើយក៏បានមើលឃើញនៅក្លុបទឹករបស់សុងស៊ីដែលវូកាបន្សល់ទុកនៅវត្តទ្វារស្រីសាឡានរបស់យើងម្នាក់នេះទំនំតែអាចចាក់ចេញពីវាសាយនោះបានចំណែកពេលឡើងមួយថ្ងៃមួយយប់ហើយពេលដែលនាងដឹងថាវូកាទុកក្លុបទឹកនេះជាសញ្ញាបញ្ជាក់ថាគាត់ចូលទៅក្នុងបាតហើយនោះដល់ចឹងក៏ធ្វើឲ្យស្រីសាឡានមិនចាំយូរតទៅទៀតក៏ប្រើវិជាសាហោះចូលទៅក្នុងទឹកដីអាណាចក្រស្ដេចនេះទៅនៅពេលដែលនាងបានមកដល់ខាងក្នុងហើយនាងក៏បានចាប់ផ្ដើមមានអារម្មណ៍ថាចម្លែកអាឡានវិជារបស់នាងអត់តែមាននរណាមានធម្មពលចម្លែកចូលមកគៀកខ្លួនរបស់នាងដឹងតែនាងដឹងមុនជាមិនខានដល់ពេលដែលនាងប្រើវិជាមានបើកបាញ់ឡើងទៅលើទើបដឹងថាទឹកដីមួយនេះត្រូវបានគេដាក់យ័ន្តសង្កត់មិនអាចមកមាននរណាចេញទៅខាងក្រៅបាននោះទេដល់ពេលមើលឃើញថាមិនស្រួលអាឡានក៏បានប្រើវិជាតឹងសមាធិបង្កើនធម្មពលរបស់នាងដើម្បីទប់ការពារខ្លួនបាយចូលមកខាងគួយមួយវិញម្ដងនៅពេលនេះបេធូបនាងដូចជាមករកស្ដេចអ្នកណាចាក់មួយដែលមានឈ្មោះថាសាងជែននៅពេលដែលគេបានមកដល់គួយមូក៏បានសូមទាហានជួបជាមួយនឹងសាងជែនដើម្បីរាយការណ៍ពីរឿងមួយចំនួនមើលទៅមេធូបនេះប្រកាសជាមានកលល្បិចអ្វីទៀតហើយនេះគឺជាសាងជែននឹងឯងមើលទៅអាគាត់ភ្នែកបីម្នាក់នេះក៏មិនធម្មតានោះដែរដល់ពេលកូនចៅរបស់គេបាននិយាយថាគួយមូដែលជាអ្នកខ្លាំងតែ6មកពីអាណាចក្រអមតៈចង់ជួបក៏ព្រោះតែមានការងារត្រូវរាយការណ៍ទៅលោកសាងជែនដល់ពេលអញ្ចឹងក៏ធ្វើឲ្យអាគាត់ភ្នែកបីម្នាក់នេះឲ្យមេធូបគួយមូចូលមកជួបគេតែម្ដងទៅរឿងក៏លោចូលមកវូកាបន្តទៀតនៅក្នុងរយៈពេលមិនបានមួយយប់ផងទូពលរបស់យើងក៏អាចបើកនៅវិជាធម្មពលជីនៅក្នុងខ្លួនរបស់គាត់មួយបាត់ទៅហើយដែលធម្មពលមួយនេះក៏អាចព្យាបាលរបួសដៃរបស់គាត់បានជាសះស្បើយថែមទៀតផងលោកពូស៊ឺជីពេលឃើញបែបនេះហើយក៏បាននិយាយប្រាប់ទូពលរបស់យើងថាវូកានេះឯងពិតជាធ្វើបានល្អខ្លាំងណាស់អ្វីដែលឯងត្រូវចាំនោះគឺធម្មពលព្រមចេញពីក្នុងខ្លួនការគ្រប់គ្រងវាគឺពឹងផ្អែកទៅលើសមាធិបេះដូងហើយនិងភ្នែកគឺជាកំបិតបុកស៊ុយដែលអាចបង្ហាញឲ្យមើលឃើញធម្មពលរបស់ដៃគូហើយវាក៏អាចបំលែងមកវិញនៅអ្វីដែលឯងចង់បានផងដែរ
ពូកាំងក៏ចាប់ផ្ដើមសារល្បងបញ្ចេញនូវធម៌ពលជីរបស់គាត់មានន័យទូពតរបស់យើងក៏អាចជុំនៅដើមមួយដែលអាចកាត់ផ្ដាច់ស្រវាក់ដៃរបស់លោកពូស៊ឺជីបានថែមទៀតផងអ្វីដែលសំខាន់នោះគឺធម៌ពលជីដែលលោកពូស៊ឺជីរៀននេះគឺចេញមកពីអាណាចក្រទាំង3ដែលអាណាចក្រមួយនោះមានឈ្មោះថា Illusion មើលទៅរឿងនេះកាន់តែវែងឆ្ងាយខ្លាំងទៀតហើយចំណែកពូកាំងវិញពេលដែលគាត់ដឹងថាឥឡូវនេះសមត្ថភាពរបស់គាត់គ្រប់គ្រាន់នឹងការប្រកួតជាមួយនឹងស៊ីស៊ីងហើយគាត់មានតែត្រៀមចាំវាជាមួយនឹងគេនៅពាក់កណ្ដាលយប់នេះតែប៉ុណ្ណោះមិនយូរប៉ុន្មានពេលវេលាក៏ឈានចូលដល់ពាក់កណ្ដាលត្រៀតម្ដងនេះទូពលរបស់យើងក៏មិនរងចាំយូរតទៅទៀតដែរពូកាំងក៏បានដើរចេញមករកស៊ីស៊ីងដើម្បីប្រយុទ្ធគ្នាម្ដងនេះចាំមើលថានរណាឈ្នះនរណាចាញ់ស៊ីស៊ីងក៏បាននិយាយទៅកាន់ពូកាំងថាឯងត្រៀមខ្លួនប្រយុទ្ធជាមួយនឹងយើងហើយឬនៅលើកនេះយើងមិនទុកជីវិតឲ្យឯងទៀតនោះទេនិយាយរួចហើយគេក៏បានប្រើវិជារបស់គេហោះសម្ដៅមកកាន់ទូពលរបស់យើងប៉ុន្តែនៅពេលនឹងដែរក៏សឹកតែមានធម្មពលមួយរបស់សេសាឡានហោះមកចាប់ស៊ីស៊ីងជាប់ហើយនាងក៏ចាប់ផ្ដើមនិយាយទៅប្រាប់ពូកាំងថានៅក្នុងពេលនេះលោកកុំតន់ណាប្រើវិជាធម្មពលអីសោះព្រោះនៅទីកន្លែងមួយនេះត្រូវបានគេដាក់យល់សង្កត់បិទចិត្តមិនឲ្យមាននរណាចេញទៅក្រៅនោះទេបើលោកកាន់តែប្រើធម្មពលកាន់តែខ្លាំងវានឹងកាន់តែសូបយកកាន់តែខ្លាំងលឺស្រីសាឡាននិយាយបែបនេះហើយពូកាំងក៏ជិតពេលប្រើធម្មពលរបស់គាត់ដល់លែងអ្នកទោសដែលស៊ីស៊ីងចាប់យកមកនេះរីឯធម្មពលរបស់អាឡានវិញមិនអាចបញ្ជាពេលរបស់ស៊ីស៊ីងបានយូរនោះទេអាកបនៅនេះក៏អាចរឿងបំរើបានស៊ីស៊ីងដល់ពេលឃើញទូពលរបស់យើងហាក់ខ្លាចខុសពីមុនបែបនេះក៏ធ្វើឲ្យគេកាន់តែចាប់អារម្មណ៍ចង់សាកល្បងវិជាគុណជាមួយនឹងពូកាំងកាន់តែខ្លាំងរីឯស៊ីជីវិញរយៈពេលប្រហែលឆ្នាំមកនេះដែលទៅសង្កត់មេរបស់គាត់មិនได้បញ្ចេញធម្មពលសំបីតែម្ដងប៉ុន្តែឥឡូវនេះក៏ចាប់ផ្ដើមដាស់វាឲ្យរស់ឡើងម្ដងទៀតដោយប្រិមិត្តធ្លាប់បានដឹងហើយថាដែលទឹករបស់គាត់នេះអាចបំបែកនៅរបាំងការពាររបស់ហៃឡុងបានកាលពីពួកគេប្រយុទ្ធគ្នានោះហើយឥឡូវនេះក៏អាចត្រឡប់មកវិញផងដែរអញ្ចឹងចាំមើលថាបន្តទីនេះនឹងល្អមើលយ៉ាងណាទីនោះកុំអូសរំងវីដេអូនេះឲ្យសោះរៀបនឹងប្រយុទ្ធគ្នាទៅហើយក៏សិតតែមានបាតុភូចម្លែកកើតឡើងប្រច័ណ្ឌឡើងពណ៌ក្រហមលេចរូបរាងឡើងនៅលើទឹកដីអាណាចក្រស្ដេចមួយនេះព្រមទាំងធ្វើឲ្យប្រជាជននៅក្នុងទឹកដីមួយនេះប្រែក្លាយទៅជាមនុស្សមិនចំមនុស្សសម្ដៅមករកតួអង្គរបស់យើងចំណែកមនុស្សទាំងប្រមាណដែលពូកាដល់លែងនេះក៏ទៅក្រុមមនុស្សទាំងអស់នោះហត់ចូលមកចាប់ពួកគេទាំងកម្ដៅតែម្ដងរឿងក៏បានលោចូលមកបាយកែពីម្ដងមើលទៅទូឯកស្រីរបស់យើងម្នាក់នេះនឹងមិនតន់ស្លាប់នៅឡើយនោះទេនាងក៏បានមើលឃើញនៅនារីម្នាក់ដែលជាគូស្នេហ៍របស់ស៊ីស៊ីងម្ដងទៀតហើយតែលើកនេះក៏ឃើញថានាងកំពុងតែស្លៀកសម្លៀកបំពាក់រៀបការមើលទៅនៅក្នុងទឹកដីមួយនេះប្រហែលជាត្រូវបណ្ដាសាព្រមតែមានរឿងរ៉ាវអាកំបាំងជាច្រើនចង់ឲ្យទូឯកស្រីរបស់យើងបាយខែនេះមើលឃើញហើយមើលទៅមិនយូរប៉ុន្មានអាកំបាំងមួយនេះក៏បានបញ្ចេញមកពិធីរៀបអាពាហ៍ពិពាហ៍មួយនេះគឺជាពិធីរបស់ស៊ីស៊ីងមើលទៅរឿងរ៉ាវរបស់ពួកគេជាមួយនឹងរីមែននេះកាន់តែចាប់អារម្មណ៍កាន់តែខ្លាំងមែនទែនហើយនៅក្នុងពេលដែលពួកគេកំពុងតែរៀបចំពិធីរៀបអាពាហ៍ពិពាហ៍បំរុងនឹងអង្គុយលើទឹកតែជូតទៅទេវតាក៏សិតតែលេចរូបរាងស៊ីងស៊ូគួយនៅសេនាដៃស្ដាំរបស់គេតាន់គួយមកគ្រាន់តែបង្ហាញខ្លួនមកភ្លាមស៊ូគួយក៏បាននិយាយទៅកាន់ស៊ីស៊ីងថាពិធីរៀបការប៉ុណ្ណាប៉ុណ្ណេះសូម្បីតែម្ចាស់របស់ឯងក៏មិនឲ្យចូលរួមដែរអីគ្រាន់តែនិយាយប៉ុណ្ណឹងហើយតាន់គួយក៏ស្ទុះលោតមកចាប់ច្បាច់កគូស្នេហ៍របស់ស៊ីស៊ីងយកតែម្ដងស៊ូគួយក៏បាននិយាយថាខ្លួនឯងជាទេវតាបើជាចង់មករៀបការជាមួយនឹងមនុស្សតែឯងកំពុងតែគិតអីស៊ីស៊ីងអញ្ចឹងតែបានជាសមត្ថភាពរបស់ឯងធ្លាក់ចូលដល់ថ្នាក់នេះនិយាយដូចហើយនាងក៏បានឲ្យតាន់គួយសម្រាប់គូស្នេហ៍របស់ស៊ីស៊ីងចោលតែម្ដងទៅរីឯអាកកញ្ចែតាន់គួយនៅវិញនិយាយពីថាស្តាប់មេរបស់គេខ្លាំងណាស់គេនិយាយថាមិនធ្វើតាមគេ 100% តែម្ដងហើយនៅឆ្លៀតនិយាយថាឲ្យស៊ីស៊ីងថាឯងគួរតែអរគុណទៅអាណាចក្រអមតៈដែលទុកជីវិតឲ្យឯងរស់ដល់សប្តាហ៍ថ្ងៃនេះហើយការគម្រាមកំហែងរបស់ពួកគេក៏បានធ្វើឲ្យស៊ីស៊ីងទប់អារម្មណ៍ខ្លួនឯងមិនចង់ជាប់ស៊ូគួយក៏បាននិយាយថានេះឯងចង់ក្បត់ជាមួយនឹងអាណាចក្រអមតៈដោយហ្វូស៊ីមែនដែរឬទេដោយសារតែខ្លាចការគម្រាមកំហែងរបស់ស៊ូគួយស៊ីស៊ីងក៏បាននិយាយតទៅវិញថាដល់លែងនាងទៅខ្ញុំមិនធ្វើតាមអ្នកទាំងអស់គ្នាចង់បញ្ជាខ្ញុំឲ្យធ្វើអ្វីក៏ខ្ញុំព្រមធ្វើដែរអត់តែនាងទុកជីវិតឲ្យគេពីសម្ដីទាំងអស់នេះនិយាយហើយមិនបានធ្វើឲ្យស៊ូគួយទុកជីវិតឲ្យគូស្នេហ៍របស់ស៊ីស៊ីងនោះទេនេះពិតជាថោកទាបខ្លាំងមែនតើដែលពួកគេទាំងពីរនាក់មកបំបាយគូស្នេហ៍មួយគូនេះស៊ីស៊ីងក៏ត្រូវស៊ូគួយប្រើវិជាសាស្ត្របិសាចរបស់គេចូលទៅបំផ្លាញសតិរបស់គាត់ហើយនឹងប្រែក្លាយមុខមាត់របស់គាត់ម្នាក់នេះឲ្យក្លាយទៅជាអាក្រក់ស៊ីស៊ីងក៏ចាប់ផ្ដើមគ្រប់គ្រងខ្លួនឯងលែងបានបាត់បង់នូវការចងចាំមិនស្គាល់សូម្បីតែមនុស្សដែលខ្លួនឯងស្រឡាញ់មិនត្រឹមតែប៉ុណ្ណឹងនោះទេស៊ូគួយក៏បានប្រើវិជាសាស្ត្រដែលបានមកពីសាំងយេនសង្កត់ជាប់នៅក្នុងតែមួយនេះមិនអាចឲ្យមាននរណាចេញទៅខាងក្រៅបានចំណែកឯស៊ីស៊ីងវិញឲ្យតែប្រចាំខ្លាយទៅជាពណ៌ក្រហមនៅក្នុងខ្លួនរបស់គេនឹងខ្លាយទៅជាបិសាចទាំងអស់នេះគឺជាការដាក់ទោសរបស់ស៊ូគួយដោយសារតែគេចង់ក្បត់ជាមួយនឹងអាណាចក្រអមតៈអញ្ចឹងចុះនៅតាមភាពបន្តនេះស៊ីស៊ីងនឹងទៅជាកណាទីនោះកុំភ្លេចតាមមកជាមួយនឹងអេដមីនទាំងអស់គ្នាអរគុណសម្រាប់ការតាមដានរឿងនេះពីដើមដល់ចប់ខ្ញុំបាទអេដមីនមួយរៀនដល់ជប់ក៏សូមគោរពលាដល់អ្នកទាំងគ្នាត្រឹមប៉ុណ្្នេះសិនជួបគ្នានៅភាពបន្តទៀត